គឺនឹងប្រវត្តិសាស្ត្របាល់ទាត់អ្នកសុទ្ធបាល់មួយគ្រាប់អាចផ្លាស់ប្ដូរប្រវត្តិសាស្ត្របានប៉ុន្តែអ្នកសុទ្ធបានរាប់រយគ្រាប់ពួកគេបានបង្កើតសៀវភៅប្រវត្តិសាស្ត្រថ្មីនេះគឺជាកំពូល3អ្នកសុទ្ធបាល់ច្រើនជាងគេគ្រប់សម័យលេខ3 Romario លេងឲ្យជម្រើសជាតិប្រេស៊ីលកំពូល Striker ដែលប្រើ Instinct ដូចកំភ្លើង Romario សុទ្ធបានប្រមាណ700គ្រាប់ក្នុងអាជីពរបស់គាត់លេងសម្រាប់ PSV, Barcelona និង Brazil ហើយជាមនុស្សដែលធ្វើឲ្យការសុទ្ធបាល់មើលទៅសាមញ្ញបំផុតអ្នកកាសែតអេស្ប៉ាញមួយបាននិយាយថា Romario មិនត្រឹមតែសុទ្ធបាល់ទេគាត់គឺជាគំនូរមួយនៃសិល្បៈលេខ2 Lionel Messi លេងឲ្យក្លឹប Inter Miami លេងឲ្យជម្រើសជាតិអាល់ហ្សង់ទីនកំពូលតារានៃសម័យបច្ចុប្បន្នដល់ឆ្នាំ2025 Messi បានសុទ្ធបានជាង8100គ្រាប់សម្រាប់ Barcelona, PSG និង Argentin គាត់មិនត្រឹមតែជាម៉ាស៊ីនសុទ្ធបាល់ទេប៉ុន្តែជាអ្នកបង្កើតប្រវត្តិសាស្ត្រពិតប្រាកដលេខ1 Cristiano Ronaldo លេងឲ្យក្លឹប Al Nassr លេងឲ្យជម្រើសជាតិប៉ូទុយហ្គាល់មនុស្សដែលសុទ្ធបាល់ច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រដល់ឆ្នាំ2025 Ronaldo សុទ្ធបានជាង950គ្រាប់ក្នុងអាជីពក្លឹបនិងជម្រើសជាតិគាត់ជាមនុស្សដែលបង្កើតស្តង់ដារថ្មីសម្រាប់សម័យបាល់ទាត់ទំនើបពី Sporting Lisbon ទៅ Manchester United, Real Madrid, Juventus ដល់ Al Nassr គាត់សុទ្ធបាល់គ្រប់ទីកន្លែងគាត់គឺសញ្ញានៃភាពខិតខំនិងជោគជ័យប្រាក់មនុស្សឬវ័យមិនអាចទប់គាត់បានទេនេះគឺជាពិតប្រាកដនៃកំពូលអ្នកសុទ្ធបាល់គ្រប់សម័យតើអ្នកគិតថានរណានឹងបំបាក់កំណត់ត្រារបស់ Ronaldo នៅសម័យក្រោយសូមបញ្ចេញមតិខាងក្រោមនិងចុច Like, Subscribe បាល់ទាត់ដើម្បីមិនខកខានស៊េរីបន្ទាប់